តាខាបាទទូសិជនយើងខ្ញុំសូមអនុញ្ញាតជម្រាបជូនព័ត៌មានសំខាន់បន្តទៅទៀតព័ត៌មានលោកសុខាជម្រាបជូនបន្តនេះគឺតាក់ទិនទៅនឹងកាកបាទក្រហមកម្ពុជាលោកដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមចំនួន10ប្រទេសព្រឹកនេះនៅអាស៊ីប៉ាស៊ីហ្វិកអញ្ចឹងលោកសុខាជម្រាបជូនព័ត៌មានបន្តបាទសូមជឿអរគុណទូរទស្សនិកជនជាទីគោរពរាប់អាននៅថ្ងៃនេះគឺកម្ពុជាយើងបានដឹកនាំកិច្ចប្រជុំកាកបាទក្រហមអត្តច័ន្ទក្រហមអាស៊ីប៉ាស៊ីហ្វិកប៉ុន្តែរៀបចំដោយកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនជាប្រធានបាទហើយការដឹកនាំនោះគឺមានចំនួន10ប្រទេសដែលជាមេដឹកនាំចូលរួមក្នុងកិច្ចប្រជុំព្រឹកនេះហើយការពីល្ងាចមិញគឺថ្នាក់ដឹកនាំកាកបាទក្រហមទាំង10ប្រទេសមិន10ប្រទេសគឺបានមកដល់ប្រទេសកម្ពុជាហើយទទួលស្វាគមន៍ដោយសម្ដេចជាវាំងគង់សំអល់ដែលតំណាងឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដើម្បីហៅទទួលស្វាគមន៍កក់ក្ដៅចំពោះវត្តមានរបស់បណ្ដាប្រទេសដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះហើយតាមពិតទៅ10ប្រទេសប៉ុន្តែអវត្តមាន2ប្រទេសគឺមានប្រទេសគេហៅថាម៉ាឡេស៊ីហើយនិងប្រទេសភូមាមានបញ្ហាវិបត្តិផ្សេងហើយម៉ាឡេស៊ីមានរឿងរ៉ាវផ្ទាល់ខ្លួនជាដើមមកហើយកិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទី2ហើយដែលនឹងចាប់ផ្ដើមនៅព្រឹកហ្នឹងហើយនឹងថ្ងៃស្អែកទៀតហើយក្នុងនោះគឺថានឹងពិភាក្សាអំពីហៅថាកាកបាទក្រហមអត្តច័ន្ទក្រហមដែលជាជំនួយការឬក៏ជាសេនាធិការរបស់រដ្ឋាភិបាលនៃប្រទេសមួយថាតើបានធ្វើអ្វីខ្លះមានឧបសគ្គអ្វីចំណុចខ្លាំងចំណុចខ្សោយការពារនិមិត្តសញ្ញាបដិរូបគេហៅថាបដិរូបកាកបាទក្រហមនិងអត្តច័ន្ទក្រហមដើម្បីឲ្យមានការគោរពនិងការហៅថាធ្វើសហប្រតិបត្តិការផ្នែកមនុស្សធម៌ពីព្រោះមានករណីបាញ់ក្បួនរបស់កាកបាទក្រហមដើម្បីយកជំនួយទៅជួយដល់អ្នកដែលមានបញ្ហាក្នុងសង្គ្រាមឬក៏ដឹកនាំក្រុមគ្រូពេទ្យទៅព្យាបាលប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឬក៏ទាហានអញ្ចឹងទៅត្រូវគេបាញ់គេប្រហារអញ្ចឹងណាអញ្ចឹងត្រូវធ្វើម៉េចដើម្បីការពារបដិរូបហ្នឹងកាលណាឃើញហ្នឹងគឺត្រូវគោរពត្រូវកុំធ្វើអ្វីឲ្យសោះហើយនឹងពិភាក្សាអំពីការផ្លាស់ប្ដូរបទពិសោធន៍ពង្រឹងសហប្រតិបត្តិការរវាងគ្នានឹងគ្នាទៅវិញទៅមកជាចុងក្រោយនឹងចេញសេចក្តីថ្លែងការណ៍រួមមួយបាទហើយចំពោះកាកបាទក្រហមកម្ពុជាយើងគឺជាម្ចាស់ផ្ទះហើយនឹងធ្វើពិធីប្រគល់ភារៈទៅប្រទេសឥណ្ឌូនេស៊ីឲ្យរៀបចំដឹកនាំកិច្ចប្រជុំលើកទី13បន្តទៅទៀតបាទរហូតដល់ពេលនេះកម្ពុជាយើងដឹកនាំកិច្ចប្រជុំហ្នឹងគឺចំនួន2ដងហើយបើជាទូទៅគឺកាកបាទក្រហមអត្តច័ន្ទក្រហមមានទូនាទីស្នូល4សំខាន់ទី1គឺការងារគ្រោះមហន្តរាយទី2ការងារផ្នែកសុខភាពទី3ការការពារហៅថាបដិរូបដែលខ្ញុំលើកឡើងមិញហ្នឹងមានសញ្ញាលេខបូកហ្នឹងហើយមានសញ្ញាលោកខែអីចឹងមួយទៅហើយបន្តមកទៀតគឺថាការពង្រឹងស្ថាប័នកាកបាទក្រហមដោយខ្លួនឯងហ្នឹងជាទូនាទីជាការងារស្នូលរបស់កាកបាទក្រហមអត្តច័ន្ទក្រហមរហូតដល់ពេលនេះគឺកាកបាទក្រហមមានចំនួន189ប្រទេសហើយបាទ189ប្រទេសហើយប្រទេសនីមួយៗគឺថាភាគច្រើនត្រូវតែមានកាកបាទក្រហមតែម្ដងដែលជាសេនាធិការរបស់រដ្ឋាភិបាលបាទហើយក៏មានទស្សនកិច្ចរបស់មេដឹកនាំទាំង8ប្រទេសដែលចូលរួមកិច្ចប្រជុំរយៈពេល2ថ្ងៃនឹងដែរទៅកាន់តំបន់ហៅថាកំទេចកាកសំណល់វិជ្ជសាស្ត្រដែលគ្រប់គ្រងដោយកាកបាទក្រហមរាជធានីភ្នំពេញគឺនៅជើងឯកឯនោះបាទហើយនឹងមានការទស្សនកិច្ចនៅកាកបាទក្រហមកម្ពុជាហើយនឹងព្រះបរមរាជវាំងថែមទៀតផងហើយចាំមើលថាតើកិច្ចប្រជុំនឹងគឺថាបានជាផ្លែជាផ្កាបែបណាខ្លះហើយតំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីសុកអានក៏នឹងចូលរួមនៅក្នុងព្រឹកនេះដែរដើម្បីធ្វើសេចក្តីថ្លែងការណ៍ចំពោះសកម្មភាពរបស់កាកបាទក្រហមទាំងកម្ពុជានិងទាំង8ប្រទេសដែលបានចូលរួមនៅព្រឹកនេះលោកអ្នកកំពុងតាមដានទស្សនាកម្មវិធីហមព័ត៌មានម៉ោងទី1ព្រឹកនេះយើងសូមបញ្ជាក់ជូនព័ត៌មានសំខាន់ៗក្នុងប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលោកបានលើកឡើងថាការវិនិយោគនៅក្នុងកម្ពុជានៅពេលថ្មីហ្នឹងគឺមានច្រើនលើវិស័យទីមួយគឺបានចែកជូនទៅដល់កំណើនសេដ្ឋកិច្ចកម្ពុជាហើយបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តមសុកចិន្តាសុភារដ្ឋមន្ត្រី
ប្រតិភូអមនាយករដ្ឋមន្ត្រីជាអគ្គលេខាធិការក្រមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាការវិនិយោគនៅកម្ពុជាមានច្រើនវិស័យដូចជាវិស័យទេសចរវិស័យកសិកម្មឧស្សាហកម្មកាត់ដេរឬក៏ឧស្សាហកម្មផលិតទូចក្រយានយន្តអាកាសចរសេវាដឹកជញ្ជូនសំណង់ផ្សេងៗលក្ខណៈអារម្មណ៍បញ្ជាក់ថាការរីកចម្រើននៃទំហំវិនិយោគនៅក្នុងកម្ពុជានេះគឺបានលើកឡើងជាគឺបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ2006មកហើយអារម្មណ៍បានបន្ថែមថាអ្នកដែលវិនិយោគភាគច្រើនគឺជាងគេគឺកម្ពុជាហើយចិនចូលលេខរឿងទី2បន្ទាប់មកម៉ាឡេស៊ីនិងជប៉ុនបាទអាដាមបានបញ្ជាក់ទៀតថាយោងតាមរបាយការណ៍របស់ក្រមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលហៅកាត់ថា CDC នោះគឺឲ្យដឹងថាទំហំវិនិយោគបាទ CDC ហ្មងអញ្ចឹងបាទ2014កន្លងមកគឺមានប្រមាណជាង$4000 លានសហរដ្ឋអាមេរិកបាទបើប្រៀបធៀបទៅនឹងឆ្នាំ2013កន្លងមកប្រហាក់ប្រហែលគ្នាទេហើយជារួមនោះគឺទំហំវិនិយោគច្រើនគឺដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយបាទឱកាសបរិយាកាសវិនិយោគល្អមានការលើកទឹកចិត្តព្រមជាមួយនឹងតម្លៃពលកម្មទាបលើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ប៉ុន្តែវាជាការថេរមួយមិនធ្លាក់ហើយក៏មិនចុះការបង្ហាញអំពីកំណើនវិនិយោគនេះគឺបានធ្វើឡើងនៅពេលដែលអាដាមប៉ុលហមប្រធានគណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍជនបទនិងបរិស្ថានធនធានទឹកនៃរដ្ឋសភាបានកោះហៅតំណាងក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមកបំភ្លឺនៅរដ្ឋសភានៅព្រឹកថ្ងៃទី24កន្លងទៅម្សិលមិញបាទហើយក្នុងនោះគឺអាដាមបានបន្តថាបញ្ហាប្រឈមដែលធ្វើឲ្យអ្នកវិនិយោគមានការរៀបរៀងទស្សនិកជនការចំណាយទៅតាមដានទស្សនកម្មវិធីហៅព័ត៌មានតាមពលអគ្គិសនីនៅការឡើងថ្លៃនិងថ្លៃថ្មីនេះគឺមានការទាមទារប្រាក់ខែខ្ពស់របស់កម្មករអញ្ចឹងទេគឺអាដាមបានទទូចឲ្យក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានឹងបន្តជួយតាក់ទាញវិនិយោគបរទេសឲ្យមកធ្វើការវិនិយោគឬក៏រៀបចំកិច្ចការងារកម្ពុជាបន្ថែមទៀតដែលបង្កើតការងារជូនរដ្ឋនិងបង្កើតការងារជូនទៅដល់កសិករឬក៏ផលដែលកសិករទទួលបានបាទផលចំណេញផ្សេងៗតាក់ទិនទៅនឹងរឿងថ្លៃធម្មពលវរីអគ្គិសនីនឹងវាជាការពិតហើយដែលក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាអ្នកវិនិយោគបរទេសផ្សេងៗលោកធ្លាប់បានដាក់សំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងឬក៏កិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយនឹងវិស័យឯកជនស្នើសុំណាប៉ុន្តែពាក់ព័ន្ធបញ្ហានេះវាមានរឿងច្រើនដែលមានឲ្យនាំឲ្យតម្លៃភ្លើងវាឡើងវាអាចមានន័យថាយើងទិញភ្លើងពីគេទិញពីប្រទេសក្រៅមកហើយយើងមិនឲ្យក្រុមហ៊ុនឯកជនធ្វើបន្តទៀតអញ្ចឹងវាត្រូវការគ្រប់បែបគ្រប់យ៉ាងអស់សម្ភារៈទាំងអស់ហ្នឹងយកមកទាញភ្លើងយកមកប្រើអញ្ចឹងវាអាចថ្លៃហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកំពុងតែធ្វើកិច្ចការងារអភិវឌ្ឍតំបន់វារីអគ្គិសនីជាច្រើនដើម្បីឲ្យយើងអាចផលិតភ្លើងនៅខ្លួនយើងអញ្ចឹងតម្លៃភ្លើងវានឹងចុះជាលំដាប់លំដោយបន្តទៅមុខទៀតបាទហ្នឹងគឺជារឿងមួយអរគុណឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតបន្តចូលរឿងមួយទៀតពាក់ព័ន្ធទៅនឹងការបដិញ្ញាចិត្តរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការធ្វើឲ្យផ្នែកអនាម័យលាងដៃនិងសាប៊ូហ្នឹងឲ្យបានសម្រេច 100% នៅក្នុងឆ្នាំ2015ហ្នឹងលោកបុត្រាគឺថាសូមអញ្ជើញបន្តខ្ញុំបាទបន្តទៀតអាដាមហងជូនរនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាដាមបានមានប្រសាសន៍ថាក្រសួងអប់រំនិងអង្គការដៃគូគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសៀវភៅណែនាំអនាម័យសម្រាប់សាលារៀនទូទាំងប្រទេសតែមកដើម្បីឲ្យផែនការហ្នឹងទទួលបានជោគជ័យ 100% បាទថ្លែងបែបនេះនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសៀវភៅណែនាំសម្រាប់សាលារៀននិងសហគមន៍របស់គម្រោងអនាម័យគំរូតាមសាលារៀននៅថ្ងៃម្សិលមិញក្នុងរាជធានីភ្នំពេញអាដាមហងជូនរនរដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថាសាលារៀនគំរូចំនួន10បានទទួលរាជការចូលរួមអនុវត្តកម្មវិធីនឹងហើយការអនុវត្តកម្មវិធីនេះគឺនឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារអប់រំនិងកាត់បន្ថយអត្រាស្លាប់របស់កុមារកម្ពុជាជាបន្តសូមស្ដាប់នៅការថ្លែងក៏ដូចជាការលើកឡើងរបស់អាយដាមហងជុនរនបាទសូមជឿយើងឃើញថាយើងអាចកាត់បន្ថយបាន 50% នៅជំងឺរាគរូសហើយកាត់បន្ថយផងដែរនៅជំងឺរលាកផ្លូវដង្ហើមព្រោះប៉ះពាល់តារាគទៅក៏វាអាចធ្វើឲ្យមានជំងឺផ្លូវដង្ហើមផងដែរហើយការកែលម្អបាន 20% នៃអាហារូបត្ថម្ភអញ្ចឹងទាំងអស់នេះវាពាក់ព័ន្ធនឹងគ្នានៅពេលដែលរាគទៅវាធ្វើឲ្យសុខភាពចុះខ្សោយធ្វើឲ្យខ្វះជីវជាតិបាទនោះវាពាក់ព័ន្ធគ្នាអញ្ចឹងការអនុវត្តនៅគោលនយោបាយហ្នឹងគឺថាវាមិនមានចំណាយច្រើនទេវាទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមានកន្លែងលាងដៃតាមសាលាត្រូវមានសាប៊ូហើយត្រូវអនុវត្តជាប្រចាំពេលព្រឹកនិងពេលល្ងាចហើយជាពិសេសពេលឲ្យសិស្សហ្នឹងគឺមានទម្លាប់ល្អហើយសិស្សហ្នឹងមិនត្រឹមតែអនុវត្តតែខ្លួនឯងទេគាត់ទៅបង្រៀនដល់ក្រុមគ្រួសារថែមទៀត
ទូរទស្សនិកជនតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញថារហូតមកដល់ពេលនឹងសាលារៀន 17% ហើយគ្មានបង្គន់អនាម័យនិង 40% ទៀតប្រភពគ្មានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ទេហើយអញ្ចឹងទេទោះបីយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាក្រសួងនឹងដាក់ផែនការទម្លាក់ថវិកាស្របពេលដែលមានការសាងសង់សាលារៀនថ្មីៗដើម្បីបង្កើតកន្លែងលាងដៃនិងសាលារៀនក៏ដូចជាការសាងសង់បង្គន់អនាម័យជាអាទិភាពត្មងដើម្បីថ្មីគឺឲ្យមានការទទួលបានអនាម័យទាំងអស់គ្នានៅក្នុងសាលានីមួយៗហើយតំណាងអង្គការដៃគូអភិវឌ្ឍក៏បានដឹងដែរថាគម្រោងអនាម័យគំរូតាមសាលារៀននឹងរួមចំណែកយ៉ាងសកម្មក្នុងការអប់រំនិងថែទាំសុខភាពបង្ការនិងព្យាបាលជំងឺរបស់កុមារដែលកំពុងសិក្សាបាទអញ្ចឹងហើយបានជាប្រមាណថ្មីទៅនឹងគឺថាក្រសួងអប់រំយុវជននិងកីឡាបានដាក់បទបញ្ជាឲ្យសាលារដ្ឋទាំងអស់នឹងធ្វើរបាយការណ៍ផ្ញើមកវិញថាសាលានឹងមានស្អីគេបង្គន់អនាម័យអត់ទេមានប្រមាណហើយមានប្រព័ន្ធទឹកស្អាតអត់ទេមានសួនច្បារលំហែកាយដល់សិស្សានុសិស្សដែរឬក៏យ៉ាងណាទេដើម្បីឲ្យក្រសួងរៀបចំផែនការដាក់ទៅឲ្យវាត្រូវបាទខ្ញុំតែងតែលើកណាអានោះវាជារឿងល្អកាលណាតែវិស័យអប់រំនឹងវារីកចម្រើនទៅគឺថាប្រទេសយើងវាកាន់តែរីកចម្រើនខ្លាំងទៅហើយយើងដឹងទាំងអស់គ្នាថាជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទី1ទៅប្រទេសខ្ទេចខ្ទីចាប់ផ្ដើមដំបូងគេអភិវឌ្ឍវិស័យធនធានមនុស្សគេខ្លាយជាប្រទេសមហាអំណាចបន្តទៅទៀតវាលឿនឆាប់ណាស់បាទក៏លើសូមបញ្ញត្តិជូនរឿងមួយទៀតចុងក្រោយគឺជារឿងក្តៅពាក់ព័ន្ធទៅនឹងជនជាតិឡាវត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួនដោយសារតែរថពន្ធគ្រឿងញៀនខុសច្បាប់មកចូលកម្ពុជាជិត 2 គីឡូក្រាមបាទសំទោសជិត 2 គីឡូក្រាមដែលត្រូវកម្លាំងអាវុធហត្ថខាត់ខ្លួនបាទជនជាតិឡាវឈ្មោះថៃសាំងស៊ីវ៉នភេទប្រុសអាយុ 54 ឆ្នាំបាននាំគ្រឿងញៀនឆ្លងដែនចូលមកទឹកដីខេត្តស្ទឹងត្រែងហើយកម្លាំងកងរាជអាវុធហត្ថខេត្តតាមដានចាប់ពីភូមិសាស្ត្រដងក្រឡក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងរហូតដល់ទឹកដីខេត្តព្រះវិហារទើបឃាត់ខ្លួនបានហើយក្នុងនោះគឺថាមានគ្រឿងញៀនចំនួន 2 កញ្ចប់ធំប្រភេទមេតាំហ្វេតាមីនគឺICE មានទម្ងន់ជិត 2 គីឡូក្រាមកាលពីវេលាម៉ោង 13:35 នាទីរសៀលថ្ងៃទី 24 ម្សិលមិញហ្នឹងនៅចំណុចភូមិក្បាលដំរីដែលស្ថិតនៅក្នុងឃុំតាពាំងព្រៃស្រុកជាំខ្សានខេត្តព្រះវិហារបាទបើយោងតាមលោកអៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកបានបញ្ជាក់ថាជនសង្ស័យជាជនជាតិឡាវឃាត់ខ្លួននេះមានទីលំនៅនៅភូមិហៀកបាទស្រុកសុខាម៉ាខេត្តចម្ប៉ាសាក់ប្រទេសឡាវចំណែកឯបកពួកផ្សេងទៀតបានគេចខ្លួនបាត់អស់នៅក្នុងព្រៃភូមិសាស្ត្រខេត្តព្រះវិហារឯនោះលោកមេបញ្ជាការបន្តថាការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់នេះក្រុមបកពួកគេមានគ្នាប្រមាណជា 5 នាក់និងបានប្រើប្រាស់អាវុធបាញ់រះមកលើកម្លាំងជំនាញអាវុធហត្ថថែមទៀតផងនៅក្នុងពេលដែលធ្វើសកម្មភាពបង្ក្រាបនោះតែដោយសារកម្លាំងកងរាជអាវុធហត្ថមានការប្រុងប្រយ័ត្នទើបឈានទៅការឃាត់ខ្លួននោះបានសម្រេចហើយរឹបអូសគេហៅថាថ្នាំញៀន ICE ហ្នឹង2កញ្ចប់ធំដែលមានទម្ងន់ជិត 2 គីឡូក្រាមនឹងឯងភ្លាមនោះដែរគ្រឿងញៀនត្រូវកម្លាំងជំនាញធ្វើតេស្តរកឃើញសារធាតុញៀននៅចំពោះមុខជនសង្ស័យត្មងដោយមានការចូលរួមពីលោកប៉ែនសារ៉ាត់ដែលជាព្រះអាជ្ញារងនៃតុលាការផងដែរហើយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចចាប់បាននោះពិតជារបស់ខ្លួនប្រកាសមែនបាទសារភាពអញ្ចឹងហើយបច្ចុប្បន្នហ្នឹងគឺថាទាំងជនសង្ស័យនិងវត្ថុតាងជាថ្នាំញៀនហ្នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងហើយនាំខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី 25 ហ្នឹងដើម្បីចាត់ចែងតាមផ្លូវច្បាប់ផ្លូវទម្លាប់ទៀតដែរបាទហ្នឹងគេហៅថាការចាត់ចែងការដឹកជញ្ជូនការបញ្ជូនការរក្សាទុកគ្រឿងញៀនដែលខុសច្បាប់មាត្រា 40 នៃច្បាប់ស្តីអំពីគ្រឿងញៀននោះអាចជាប់ពន្ធនាគារយ៉ាងតិចយ៉ាងតិចពី2 ឆ្នាំឡើងទៅហើយគឺគិតតាមប្រភេទនៃគ្រឿងញៀនប្រភេទ ICE ប្រភេទស្អីផ្សេងទៅវាស្ថានទម្ងន់ទោសទៅតាមប្រភេទនោះជាប់ទោសបាទករណីគ្រឿងញៀននៅក្នុងខេត្តស្ទឹងត្រែងអាវុធហត្ថបង្ក្រាបបានចំនួន 2 លើកនៅក្នុងខែកុម្ភៈហ្នឹង 2 លើកណាបាទអរគុណណាស់ហើយពេលវេលាក៏បានដល់ទីដែលយើងខ្ញុំត្រូវសម្រាប់ដែរដូច្នេះបន្តិចទៀតយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តពេលនេះសូមអនុញ្ញាតសម្រាប់មកផ្លែសិន